នេះគឺ Michael Brady ជាអ្នកទោសម្នាក់ដែលបានព្យាយាមរត់ចេញពីទីតាំងនៃគុកមកកន្លែងឈ្មោះ Pasco Tank នៅក្នុងរដ្ឋ North Carolina ដែលជាលទ្ធផលគឺបានធ្វើឲ្យបុគ្គលិកបម្រើការងារនៅក្នុងទីតាំងនៃគុកមួយនេះបានស្លាប់ចំនួន4នាក់ I stabbed him like 4 to 8 times. I hit Jeffrey Howe until he stopped moving. I don't know how many times I hit him with the hammer. Brady គឺជាអ្នកទោសដែលត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន24ឆ្នាំទៅលើករណីនៃការប៉ុនប៉ងឃាតកម្មបន្ទាប់ពីរោគានឹងបានបាញ់ប្រហារតដៃគ្នាជាមួយនឹងកងកម្លាំងប៉ូលីសក្នុងរដ្ឋ North Carolina ហើយបន្ទាប់ពីអនុវត្តទោសបាន14ឆ្នាំហ្នឹង Brady ជាមួយអ្នកទោសប្រមាណជា3អ្នកផ្សេងទៀតហ្នឹងគឺបានពូដៃគ្នាប្រើកត្រៃហើយនឹងអាញួរហ្នឹងធ្វើការសម្លាប់ទៅលើឆ្មាំគុកចំនួន4នាក់យ៉ាងសាហាវព្រៃផ្សៃ That man Michael Brady beat that man George Midget like he was trying to bust concrete Brady ក្រោយមកក៏បានព្យាយាមតោងសំណាញ់ដបងគុកដើម្បីគេចខ្លួនក៏ប៉ុន្តែត្រូវបានក្រុមកងកម្លាំងឆ្មាំគុកផ្សេងទៀតហ្នឹងចាប់ខ្លួនត្រឡប់មកវិញបានទាន់ពេលវេលា It was like a bloodbath and I stepped in between Jeffrey and Wendy and I slid trying to get in because the whole elevator floor was nothing but blood ក្នុងកំឡុងពេលនៃការកាត់ក្តីមេធាវីដើមចោតបានចោទប្រកាន់ថា Brady នឹងឯងគឺជាមេខ្លោងនៅពីក្រោយក្នុងការរៀបចំផែនការទាំងអស់ហ្នឹងហើយ Brady គឺជាអ្នកទោសដែលសាហាវខ្លាំងមែនទែនដោយសារតែគេសម្លាប់មនុស្សហើយហ្នឹងមើលទៅគេហាក់ដូចជាគ្មានសោកស្ដាយចំពោះទង្វើរបស់គេអីសូម្បីតែបន្តិច We know who originated the plan we know who led the plan បន្ទាប់ពី Brady ត្រូវបានគេរកឃើញថាពិតជាមានទោសពិតប្រាកដមែនឥឡូវហ្នឹងគាត់កំពុងតែឈរនៅចំពោះមុខតុលាការដើម្បីស្ដាប់សារក្រមអំពីទោសកំហុសមួយនេះ I'm up here to tell the truth. You can ask me anything you want. I'm gonna tell the truth. Whether it hurts me, whether it helps me, I don't care about that. You don't believe you're crazy, do you? No, I don't think I'm crazy, no. And you do know the difference between right and wrong? Yes. So you know murder is wrong. Murder is a different name for a death, but yes. Your freedom meant more than their lives. Yes. ហើយឥឡូវហ្នឹងតុលាការកំពុងតែអានការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យ Jury unanimously recommending that the defendant be sentenced to death. Brady នៅកន្លែងហ្នឹងមើលទៅហាក់ដូចជាគ្មានប្រតិកម្មអ្វីទាំងអស់គណៈដែលតុលាការនោះវិញក្រោយមកក៏បានឯកភាពទៅលើការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យក្នុងការកាត់ទោស Brady ប្រហារជីវិតចំពោះបទល្មើសរបស់គាត់ហើយឥឡូវហ្នឹង Brady កំពុងតែត្រូវបានគេបន្តឃុំឃាំងនៅទីតាំងនៃគុក Pasco Tank នៃរដ្ឋ North Carolina ដើម្បីរងចាំថ្ងៃប្រហារជីវិតនេះគឺ Austin Mayer ហើយនឹង Timothy Mosley អ្នកទាំងពីរនាក់ហ្នឹងគឺជាឃាតករដែលត្រូវបានគេចោទប្រកាន់ថាបានសម្លាប់ក្មេងប្រុសអាយុ18ឆ្នាំម្នាក់ឈ្មោះថា Justin Beck នៅក្នុងទីតាំងនៃភូមិមួយកន្លែងឈ្មោះ Waynesville នៃរដ្ឋ Ohio សហរដ្ឋអាមេរិកឃាតករទាំងពីរនាក់គឺ Mayer ហើយនិង Mosley បានចូលទៅក្នុងផ្ទះរបស់ Justin តាមទ្វារខាងក្រោយក្នុងគោលដៅនៃការប្លន់យកទូដែកមួយរបស់ពុក Justin ក៏ប៉ុន្តែនៅពេលដែលបានជួបគ្នាជាមួយនឹង Justin ឃាតករទាំងពីរនាក់ហ្នឹងក៏បានប្រើសរសៃខ្សែកាបតូចមួយរឹតករបស់ Justin The idea of strangling them that way it would create no mess pretty much be an easier job to handle. Obviously, Justin was trying to put up a fight, and he wasn't overpowering us. Justin បន្តមកក៏ត្រូវបានឃាតករទាំងពីរនាក់ហ្នឹងបន្តចាក់ចំនួន21ក្បិតរហូតដល់ទៅគាត់ស្លាប់ Justin was trying to ask us why. He was pleading to stop and pretty much begging for his life. ក្នុងកំឡុងពេលនៃការកាត់ក្តី Mosley បានយល់ព្រមធ្វើជាសាក្សីក្នុងការដាក់បន្ទុកទៅលើ Mayer ហើយគាត់ក៏បានសារភាពនៅទុកកំហុសរបស់គាត់គ្រប់បែបគ្រប់យ៉ាងជាថ្នូរជាមួយនឹងការសម្រាលទោសដែលជាលទ្ធផលតុលាការបានសម្រេចចិត្តកាត់ទោសឲ្យ Mosley ជាប់ពន្ធនាគារអស់មួយជីវិតទីបំផុតគឺដល់វេនរបស់ Mayer គេកំពុងតែឈរនៅចំពោះមុខតុលាការនិងបានព្យាយាមសុំតុលាការឲ្យទុកជីវិតឲ្យគេចាត់ទុកថាធ្វើដើម្បីគ្រួសារហើយនិងសាច់ញាតិរបស់គេ If you choose for me to die, it's only going to cause more pain and suffering for another family, not me. It won't hurt me. I won't feel anything. It's going to hurt more innocent people. ហើយនេះគឺជាការនិយាយឆ្លើយតបពីឪពុករបស់ Justin ដែលជាជនរងគ្រោះ I'm not going to stand up here and tell you how much I hate you. That is without question. I would just hope that every time you close your eyes at night, you see my son Justin. បន្ទាប់ពីគណៈវិនិច្ឆ័យបានសម្រេចចិត្តណែនាំទោសប្រហារជីវិតដល់ Mayer នេះគឺជាឱកាសចុងក្រោយរបស់គាត់ក្នុងការនិយាយស្នើសុំទៅកាន់តុលាការដើម្បីការពារជីវិតរបស់គាត់ I think there's a lot of good things I can do with my life if you allow me to keep my life. ក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយតុលាការគឺមិនបានស្ដាប់នៅពាក្យអង្វរកររបស់ Mayer នោះទេដែលចុងក្រោយតុលាការនឹងក៏បានសម្រេចចិត្តដាក់នៅទោសធ្ងន់បំផុតឲ្យ Mayer The defendant does not understand how precious life is. Therefore, the sentence of death shall be imposed upon Austin Gregory Myers on the charge of aggravated murder. បន្ទាប់ពីបានស្ដាប់សារក្រមចុងក្រោយ Mayer មិនមានប្រតិកម្មអ្វីទាំងអស់ក្រៅពីងក់ក្បាលបន្តិចនៅក្នុងអាយុត្រឹមតែ19ឆ្នាំ Mayer បានក្លាយជាអ្នកទោសក្មេងជាងគេបំផុតដែលត្រូវបានទទួលទោសប្រហារជីវិតនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកហើយឥឡូវហ្នឹង Mayer ត្រូវបានគេឃុំឃាំងនៅទីតាំងនៃគុកមួយកន្លែងឈ្មោះថា Chillicothe នៃរដ្ឋ Ohio រងចាំជួបកវាសនាដ៏ខ្មៅងងឹតរបស់គាត់មកដល់ There were so many lives destroyed by this, and it was just for nothing. I mean, there was no money in the safe. There was nothing in there. They did this for basically nothing.
នេះគឺ Nico Jenkins ជាគិតកោដែលសាហាវបំផុតដែលបានប្រព្រឹត្តនៅអំពើឃាតកម្ម4ករណីផ្សេងគ្នានៅក្នុងរយៈពេលត្រឹមតែ10ថ្ងៃនៅក្នុងអាយុត្រឹមតែ15ឆ្នាំ Jenkins ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរកែប្រែយុវជននិងបន្ទាប់មកត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន10ឆ្នាំនៅក្នុងទីក្រុង Omaha នៃរដ្ឋ Nebraska សហរដ្ឋអាមេរិកក្រោមបទល្មើសនៃការលួចឡាននិងអំពើហិង្សានៅក្នុងរយៈពេលត្រឹមតែ1ខែបន្ទាប់ពីអនុវត្តទោសនិងត្រូវបានគេដោះលែងចេញពីពន្ធនាគារមកវិញ Jenkins បានបាញ់សម្លាប់មនុស្ស2នាក់នៅក្នុងអំពើប្លន់ហើយត្រឹមតែរយៈពេល8ថ្ងៃបន្ទាប់ពីករណីដំបូងហ្នឹងជនរងគ្រោះបន្ទាប់របស់ Jenkins គឺជាអតីតមិត្តរួមគុករបស់គេដែលបានជួបគ្នានៅក្នុងគុកនិងបានរាប់អានគ្នាហើយត្រូវបាន Jenkins បាញ់សម្លាប់នៅក្នុងទីតាំងនៃការ៉ាសឡានរបស់គាត់ផុតពីនោះមកបន្ទាប់ពីបានសម្លាប់មនុស្ស3នាក់ហើយ Jenkins បានបាញ់សម្លាប់ជនរងគ្រោះទី4របស់គាត់នៅក្នុងករណីនៃអំពើប្លន់ឡាន Jenkins បន្ទាប់មកត្រូវបានប៉ូលីសចាប់ខ្លួនក៏ប៉ុន្តែទៅលើករណីផ្សេងទេមិនជាប់ពាក់ព័ន្ធជាមួយនឹងអំពើឃាតកម្មដែលគាត់បានធ្វើទាំង4ករណីនឹងទេក៏ប៉ុន្តែនៅចំណុចហ្នឹងឯងដែលប៉ូលីសគឺចាប់ផ្ដើមរកឃើញថា Jenkins គឺមានជាប់ពាក់ព័ន្ធជាមួយនឹងករណីនៃអំពើឃាតកម្មផ្សេងៗទៀតដែលបានកើតឡើងនាពេលកន្លងមក Do you not realize I got Nico Jenkins? Do you not realize that? I got Nico Jenkins. I got you. What do you mean you got me? I got your DNA at the murder scene. I got your DNA in the car. Sir. I got the weapon. I got Nico Jenkins. Jenkins នៅកន្លែងហ្នឹងគឺមិនបានបដិសេធទៅលើករណីនៃអំពើឃាតកម្មទាំង4ដែលគេបានចោទប្រកាន់មកលើគាត់ទេហើយគាត់គឺថែមទាំងបានស្នើសុំឲ្យលុបចោលនូវសិទ្ធិរបស់គាត់ក្នុងការឲ្យមាននូវការវិនិច្ឆ័យពីគណៈវិនិច្ឆ័យទៀតផងដែលនេះគឺមានន័យថាសមាជិករបស់តុលាការចំនួន3រូបនឹងត្រូវសម្រេចទៅលើរឿងក្តីរបស់ Jenkins តើគាត់មានទោសកំហុសឬក៏មិនមាន Each one of these murders was a deliberate and planned act. The victims were pre-selected and the murders were purposeful. បន្ទាប់ពីត្រូវបានគេរកឃើញថាពិតជាមានទោសកំហុសទៅលើករណីនៃអំពើឃាតកម្មលើមនុស្សទាំង4នាក់នឹងហើយ Jenkins គឺអង្គុយនៅស្ងៀមដោយគ្មានចលនាអ្វីសូម្បីតែបន្តិចហើយនេះគឺជាសារក្រមសម្រាប់ចុងក្រោយរបស់តុលាការ Therefore, this panel finds that the death penalty is appropriate, should be, and is hereby given for each of the 4 murders by the defendant. នៅពេលដែលតុលាការសម្រេចចាត់កាត់ទោស Jenkins ប្រហារជីវិតចំពោះរឿងក្តីរបស់គេមើលទៅគេហាក់ដូចជាមិនមានប្រតិកម្មអ្វីទាំងអស់ហើយឥឡូវហ្នឹង Jenkins កំពុងតែត្រូវបានគេបន្តឃុំឃាំងនៅទីតាំងនៃគុកមកកន្លែងនៅក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិកដើម្បីរងចាំអនុវត្តទោសប្រហារជីវិតរបស់គាត់ នេះគឺ Matthias Abraham ជាអ្នកទោសម្នាក់ដែលត្រូវបានគេចោទប្រកាន់ថាបានសម្លាប់មនុស្ស2នាក់គឺជាបុគ្គលិកបម្រើការងារនៅទីតាំងនៃផ្សារទំនើប Walmart នៅក្នុងទីក្រុង South Haven នៃរដ្ឋ Mississippi សហរដ្ឋអាមេរិក Abraham តាមពិតទៅគឺជាអតីតបុគ្គលិកបម្រើការងារនៅផ្សារ Walmart ដែរក៏ប៉ុន្តែត្រូវបានគេជួលការងារបន្ទាប់ពីរកឃើញថាមានកូនកបិតជាប់ខ្លួនក្នុងកំឡុងពេលនៃការបំពេញការងារនៅក្នុងថ្ងៃដែល Abraham ត្រូវបានគេជួលការងារគាត់បានត្រឡប់មកកាន់ទីតាំងនៃផ្សារទំនើប Walmart វិញជាមួយនឹងកាភ្លើងច្រើនដើមនិងបានបើកការបាញ់ប្រហាររះយកតែម្ដងដែលជាលទ្ធផលមនុស្ស2នាក់គឺ Anthony Brown ដែលជាអ្នកគ្រប់គ្រងនៅទីតាំងនៃផ្សារទំនើប Walmart មួយនេះជាមួយនឹង Braden Gale ដែលជាបុគ្គលិកបម្រើការងារត្រូវបានសម្លាប់ He was laying on the ground with his eyes open, and I ran up to him and I looked at him. I said, Anthony, honey, please say KC one more time. ក្រៅពីនេះ Abraham ថែមទាំងបានបើកការបាញ់ប្រហារទៅកាន់ប៉ូលីសម្នាក់ដែលនៅកន្លែងកើតហេតុផងដែរក៏ប៉ុន្តែសំណាងល្អគឺនៅរស់រានមានជីវិតដោយសារតែគាត់បានពាក់អាវក្រោះដើម្បីការពារ Once I got out of my vehicle, I heard gunshots and I felt the pressure of the bullet hit my back. Abraham ត្រូវបានគេចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុហើយឥឡូវនៅក្នុងសាលាក្តីគាត់បានសារភាពទទួលស្គាល់នៅទុកកំហុសគ្រប់បែបគ្រប់យ៉ាងរបស់គាត់ That's you, isn't it, sir? Yes. Look at it, please, sir. Yes. Mr. Gale is on the floor going down at this point, isn't he? Yes. Okay, and that's you shooting him, right? Yes. Look at the screen, sir. Yes. That's you shooting him? Yes. Can you admit that you shot him in cold blood? Yes. You shot him again, didn't you? Yes. After that, you went back to the toilet paper roll, didn't you? Yes. ហើយនេះគឺជាភរិយារបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទៅ2នាក់កំពុងតែព្យាយាមបង្ហាញនូវផលប៉ះពាល់ចេញពីការស្លាប់របស់ជនរងគ្រោះ You took Anthony from me on the exact day 20 years earlier that we had our first date. ហើយនេះគឺជាពេលវេលាដែលតុលាការសម្រេចចិត្តទៅលើជោគវាសនារបស់ Abraham. In count 1, I will sentence you to death. Count 2, you will be sentenced to death. In count 3, you will be sentenced to life in the penitentiary. នៅពេលដែល Abraham បានឮថាតុលាការបានសម្រេចចិត្តកាត់ទោសប្រហារជីវិតគាត់បានឈរនៅស្ងៀមដោយគ្មានចលនាអ្វីសូម្បីតែបន្តិចដែលវាហាក់ដូចជាគាត់កំពុងតែឈររងចាំសេចក្តីស្លាប់មកយកគាត់យ៉ាងដូច្នោះដែរ នេះគឺ Marcus Lloyd ជាអ្នកទោសដែលត្រូវបានគេចោទប្រកាន់ថាបានបាញ់សម្លាប់មន្ត្រីប៉ូលីសម្នាក់នៅក្នុងទីក្រុង Orlando នៃរដ្ឋ Florida សហរដ្ឋអាមេរិក I'm facing a lecture for something I have absolutely don't know nothing about, and they frame me.
Lloyd នៅពេលនោះគឺកំពុងតែរត់គេចពីប៉ូលីសស្រាប់បន្ទាប់ពីគាត់បានសម្លាប់មិត្តស្រីរបស់គាត់ដែលកំពុងតែមានផ្ទៃពោះកូនរបស់គាត់នៅក្នុងផ្ទៃរយៈពេល1ខែកន្លងផុតទៅ Lloyd ត្រូវបានគេប្រទះឃើញថាមានវត្តមាននៅទីតាំងនៃផ្សារទំនើប Walmart មួយកន្លែងដោយតើអ្នកឃើញអញ្ចឹងគេកំពុងតែរុញតេស្តចូលនឹងឯងរហូតដល់បន្តិចក្រោយមកប៉ូលីសស្រីម្នាក់ដែលធ្វើការងារនៅទីក្រុង Orlando ដែរហ្នឹងគឺបានដើរចូលមកកាន់ទីតាំងនៃផ្សារ Walmart នឹងដែរហើយគាត់មកដើម្បីទិញអីវ៉ាន់ទេក្នុងកំឡុងពេលនៃការទិញអីវ៉ាន់អ្នកទាំងពីរហ្នឹងគឺបានរុញតេស្តប្រទះគ្នាជាញឹកញាប់នៅក្នុងផ្សារដែលមិនយូរប៉ុន្មានប៉ូលីសស្រីម្នាក់ហ្នឹងក៏ត្រូវបានទទួលដំណឹងពីប៉ូលីសផ្សេងទៀតមកប្រាប់អំពីវត្តមានរបស់ក្រតជនគឺ Lloyd នឹងឯងដូច្នេះហើយប៉ូលីសស្រីម្នាក់ហ្នឹងក៏បានព្យាយាមខាត់ខ្លួនរបស់ Lloyd ដែលការខាត់ខ្លួនហ្នឹងគឺបានឈានទៅដល់ការបាញ់ប្រហារតដៃគ្នាទៅវិញទៅមកដែលចលនាផលប៉ូលីសស្រីគឺត្រូវបាន Lloyd បាញ់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងក្រោយពីការបាញ់ប្រហារមួយហ្នឹង Lloyd បានបន្តគេចខ្លួនហើយអស់រយៈពេល9ថ្ងៃទៅមកទៅខាងប៉ូលីសហ្នឹងបានរកឃើញវត្តមានរបស់ Lloyd ដែលបានព្យាយាមគេចខ្លួនចេញពីការតាមប្រមាញ់របស់ប៉ូលីសហើយនៅក្នុងការបន្ទុះស្រាយគ្នាជាមួយនឹងប៉ូលីសក្នុងកំឡុងពេលនៃការចាប់ខ្លួន Lloyd គឺបានមានរបួសនិងត្រូវបានបាត់បង់ភ្នែករបស់គាត់មួយចំហៀងក្នុងកំឡុងពេលនៃការការពារក្តី Lloyd នៅតែបន្តនិយាយអះអាងការពារខ្លួនឯងថាអ្វីដែលគាត់ធ្វើហ្នឹងគឺគ្រាន់តែដើម្បីការពារជីវិតរបស់គាត់ប៉ុណ្ណោះដោយសារតែគាត់ថាអ្នកដែលតាមប្រមាញ់គាត់តាមប្រមាណហ្នឹងគឺមានចេតនាក្នុងការសម្លាប់គាត់ And I was just reacting, Mary. I was just reacting. Even when they opened the door, I just reacted. I fired 2 shots, just reacted. ក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយគណៈវិនិច្ឆ័យនៅតែបន្តសម្រេចថា Lloyd គឺពិតជាមានកំហុសហើយនេះគឺជាពាក្យសម្ដីបងស្រីរបស់ប៉ូលីសស្រីដែលត្រូវបាន Lloyd បាញ់សម្លាប់ខ្លែងទៅកាន់អង្គសវនកម្មទាំងមូល It really hurts deep down inside. She stood in the place as my mother when I didn't have one. I truly miss my sister. I truly miss her. ហើយនេះគឺជាពេលវេលាដែល Lloyd បានលើនៃការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យដែលបានស្នើសុំឲ្យមានការកាត់ទោសប្រហារជីវិតចំពោះរូបគាត់ We, the jury, unanimously find that the defendant Markeith Lloyd should be sentenced to death. Lloyd មើលទៅហាក់ដូចកំពុងតែនិយាយអ្វីមួយយ៉ាងសម្ដៅទៅកាន់អ្នកដែលចូលរួមនៅក្នុងអង្គសវនកម្មទាំងមូលហ្នឹងរហូតដល់បន្តិចក្រោយមកគេក៏បានចាប់ផ្ដើមបន្ទុះស្រាយនៅពាក្យសម្ដីរបស់គេចេញមកទាំងអស់ Alright, why don't we remove Mr. Lloyd from the courtroom? ចំណែកតុលាការចុងក្រោយក៏បានយល់ព្រមតាមការស្នើសុំរបស់គណៈវិនិច្ឆ័យក្នុងការកាត់ទោសប្រហារជីវិតចំពោះបទឧក្រិដ្ឋរបស់ Lloyd ឥឡូវហ្នឹង Lloyd កំពុងតែអង្គុយនៅពីក្រោយរបារដែកនៃគុករងចាំពេលវេលានៃការប្រហារជីវិតរបស់គាត់មកដល់